Ok, ngày nay vậy vì ca lụa bò miền cả sự cam tích bà bờ đầmประมาณ năm ấy ở miền Thái linh bà chẳng dương mà to rương cả lụa bò miền cả sự cam nhé bà nhom nâng phèm tích tích nhưng cái thằng bom ôn squall là tận nằm đấy từng ọc nia nè nè có squall đấy bữa nay bom ôn tia mở là hóng vì buôn cùng mùi cùng bảy đọc đọc mùi phai tăng cái đập tôi ta là hông đọc mùi phai nó hai chia tầm bốn của màn bom ôn này tia trời bàn nữa bà hay bom ôn đăng tha nơi về để bom ôn đám tận năm cụ thọ tham bờ sân chia đầy phần nắng dương năm tận năm tới dương ai bảy ban của màn mùi tiết trong trẻ bom ôn trẻ mẹp tầm năm bà đi chia chùm này đang tu tới á ngày nay nhóm chị bây giờ nói cho đây vì cả lụa bò miền cả sự cam tí mùi nó về để bom ôn chặt đầm bom ôn thở đăng thá tầm năm bỏ dưới miền bay phệt nè tí mùi tầm năm miền bay phệt cứ tầm năm slack tầm năm mớm hay nâng tầm năm plài chân mẹp cả sẽ có quạt đăng rồi bên này mẹp chỉ chuyên tu tới phải giờ quạt ọt đăng để nè bà quạt đăng là tầm nông là spray ấy chân tới nhảy cái rọt ấy chân tới bên này tầm năm cái chai chỉ 7 nè chai chỉ 7 slack mớm hay nâng plài chân slack nơi lửa đấy mớm không đấy play viên đại nè bạn xong tôi đại nó mình bạn này thao viên nơi bay bao lại bên này được sọ được đại cô đợi nó anh hai tầm năm play và to mà tiệt play từng ó nâng trời ban đâm đo chia 4 pro phết nè 4 pro phết vì miền play sấy riêng đại dương hai thao organic play vật phép play chemi hay nâng play thom triệt chắc nhom nâng ví dụ môi to tiệt play organic ឬក៏ play ស្រីរៀងជាប្រភេទ play ដែលយើងដាំដោយប្រើអរម៉ូនដោយប្រើកប៉ុសទឹកកប៉ុសគោកតាមលក្ខណៈជីវសាស្ត្រធម្មជាតិគឺអត់លាយគីមីទេបាទគឺយើងយកស្លឹកឈើផ្លែឈើអីយកមកផ្សំធ្វើជាជីកប៉ុសជីទឹកសម្រាប់ប្រើជួយបំពន់លើដំណាំដែលឡៃតាមពលកសិកម្មដែលយើងប្រើតាមលក្ខណៈផ្សំពីម្ទេសផ្សំពីអីផេះពីទឹកខ្មេះពីអីហ្នឹងអាហ្នឹងគឺជាថ្នាំបណ្ដេញសត្វល្អិតបែប organic អញ្ចឹងគឺបន្លែប្រភេទអស់ហ្នឹងគឺគេហៅថាបន្លែ organic ហើយអ្នកខ្លះគាត់ហៅថាបន្លែសរីរាង្គបាទគឺអត់មានប្រើគីមីទេប៉ុន្តែយើងប្រើអរម៉ូនបំពន់លក្ខណៈធម្មជាតិបន្លែសុវត្ថិភាពបន្លែសុវត្ថិភាពគឺជាប្រភេទដែលបន្លែយកថ្នាំពីសារជាតិពីរយកមកលាយចូលគ្នាសម្រាប់បាញ់ទៅលើបន្លែទាំងអស់ហ្នឹងបាទមានគីមីហើយនឹងមានសរីរាង្គអញ្ចឹងជីគីមីគាត់ប្រើនៅក្នុងលក្ខណៈសមស្របមួយហើយថ្នាំពុលកសិកម្មក៏គាត់ប្រើនៅក្នុងលក្ខណៈសមស្របដែរប៉ុន្តែទៅតាមគោលការណ៍ណែនាំអញ្ចឹងបន្លែដែលចេញជាបន្លែសុវត្ថិភាពបានន័យថាគឺជាប្រភេទបន្លែដែលប្រើទាំងជីធម្មជាតិហើយនឹងជីគីមីជាមួយគ្នាប៉ុន្តែការប្រើជីគីមីគឺមានស្តង់ដាររបស់គាត់យើងនិយាយថា standard operating procedure យើងហៅជាពាក្យកាត់ដែលយើងនិយមឮថាជា SOP ហ្នឹងបាទគឺ standard operation procedure អញ្ចឹងបានន័យថានៅពេលដែលចាប់ដាំគាត់ដាក់ជីអីខ្លះគីមីប្រើអីខ្លះជីធម្មជាតិប្រើអីខ្លះនៅពេលដែលវាចាប់ផ្ដើមប្រឡូកគេប្រើមិននៅវាចាប់ផ្ដើមលូតលាស់មកប្រើមិនមានផ្លែមានផ្កាប្រើមិនរាល់ដំណាក់កាលនៃការប្រើទាំងអស់គឺជាការប្រើប្រកបដោយបទដ្ឋានស្តង់ដារត្រឹមត្រូវឧទាហរណ៍បងប្អូនស្រួលយល់ដូចជាបន្លែនៅកូរ៉េនៅជប៉ុនដែលគេដាំក្នុងផ្ទះសំណាញ់គេមានទយោទឹកគេមានអីនៅអ៊ីស្រាអែលហ្នឹងអាហ្នឹងគឺជាប្រភេទបន្លែសុវត្ថិភាពបានន័យថាគេមានសារជាតិគីមីលាយនៅក្នុងហ្នឹងប្រភេទបន្លែទី3យើងហៅថាបន្លែគីមីបាទបន្លែគីមីគឺជាការប្រើប្រាស់ការដាំដោយប្រើសារជាតិគីមីទាំងអស់តាំងពីការបំពន់ការយើងរៀបចំបាញ់ថ្នាំសម្រាប់សត្វល្អិតអីទាំងអស់ហ្នឹងគឺប្រើជីគីមីទាំងអស់បាទហើយគាត់អត់ខ្វល់ទៅស្តង់ដារមិនស្តង់ដារទេឧទាហរណ៍ថាស្ពៃហ្នឹងគេឲ្យបាញ់តែមួយមុខទេគាត់លាយថ្នាំពុលគីមី3មុខយកទៅបាញ់ជីបំពន់គេឲ្យលាយថ្នាំពុលគីមីតែប៉ុណ្ណេះទេនៅក្នុងជីប៉ុណ្ណឹងអញ្ចឹងគាត់អត់ទេណាបាទគេឲ្យដាក់ 10cc គាត់ដាក់ 20cc អញ្ចឹងទៅជីគីមីឬក៏ថ្នាំពុលកសិកម្មគេឲ្យប្រើតែ5ទេគាត់ប្រើទៅដល់12ឬក៏13លាយជាមួយនឹងជីបំពន់បាញ់មកបាទដើម្បីឲ្យបន្លែរបស់គាត់ល្អមើលទៅល្អ
អាហ្នឹង យើងនិយាយថាបន្លែគីមីហើយទី3យើងនិយាយថាបន្លែធម្មជាតិបាទខ្មែរយើងចង់ញ៉ាំបន្លែធម្មជាតិប៉ុន្តែបើនៅស្រុកគេអត់ចង់ញ៉ាំបន្លែធម្មជាតិមកនេះបន្លែធម្មជាតិ និយាយឲ្យគាត់ស្ដាប់គឺដុសតាមតាម៉ែវាបាទនេះគឺចែបងប្អូនឃើញទេបាទអត់មានអាណាមកថែទាំអីណាអីទេដុសរមិចដុសទៅអញ្ចឹងណាបាទអាហ្នឹងគឺយើងហៅថាបន្លែធម្មជាតិមានផ្សិតក៏ផ្សិតទៅមានស្អីក៏ស្អីតាមហូរហែទៅប៉ែលោតរបស់វាទៅអាហ្នឹងយើងហៅថាបន្លែធម្មជាតិអញ្ចឹងខ្ញុំនិយាយបាន2ចំណុចហើយទី1គឺប្រភេទបន្លែបាទមាន3ប្រភេទបន្ទាប់មកទៀតមកចំណាត់ថ្នាក់សុវត្ថិភាពរបស់បន្លែវាមាន4ទី3ខ្ញុំនិយាយអំពីទីផ្សារកសិកម្មចូលដល់ចំណុចដែលយើងលក់ព័ត៌មានកសិកម្មពីព្រោះអាចំណុចទី1ចំណុចទី2ហ្នឹងគឺជាព័ត៌មានដែលយើងត្រូវលក់ឲ្យអ្នកទិញចំណុចទី3យើងនិយាយអំពីទីផ្សារម្ដងអញ្ចឹងបងប្អូនអ្នកដាំពេលខ្លះគាត់អត់ដឹងទេគាត់អត់ដឹងថាស្ពៃដែលគាត់ដាំហ្នឹងអាចឲ្យផលប្រហែលទេហើយដំណាំដែលគាត់ដាំហ្នឹងអាចមានអាយុកាលផ្គត់ផ្គង់ឲ្យគេប្រហែលពាក់ព័ន្ធជាមួយនឹងកិច្ចសន្យាទីផ្សារមួយចំនួនគឺគាត់អត់ដឹងទេទាំងកសិករទាំងអ្នកដែលធ្វើការមួយចំនួនសំណាញ់អ្នកជំនាញខ្លះគាត់ដឹងគាត់តែគាត់ដើរកាត់មកអញ្ចឹងបាទគាត់ឃើញលហុងតែប៉ុណ្្នឹងគាត់ថាអូមកដើមនេះបើសិនជាបេះបានតែម្ដងអស់ហើយគឺក៏បេះបានតែ2ដងអស់ហើយម្ដងបេះបានតែ1គីឡូអីទេអញ្ចឹងលហុងមួយដើមប៉ុណ្្នឹងបើសិនជាគាត់មាន10ដើមអញ្ចឹងបានន័យថាមួយថ្ងៃគាត់បេះបាន10គីឡូបាទមួយថ្ងៃគាត់បេះបាន10គីឡូប៉ុន្តែគាត់បេះបានតែ10ថ្ងៃអស់ហើយអញ្ចឹងគាត់ត្រូវប្រាប់អាហ្នឹងទៅដល់អ្នកទិញបានន័យថាមុនពេលគាត់ដាំស្ពៃដាំអីគាត់ប្រាប់អ្នកទិញគាត់ទៅប្រាប់ទីផ្សារឲ្យដឹងមុនឈ្មួញកដាលក៏ដោយអ្នកណាក៏ដោយគាត់ប្រាប់ឲ្យដឹងមុនថារយៈពេលប៉ុណ្ណេះថ្ងៃទៀតស្ពៃខ្ញុំនឹងបានដកអញ្ចឹងស្ពៃដកបានប្រហែលខ្ញុំនឹងដកចំនួនក្នុងប៉ុណ្ណេះក្នុងមួយថ្ងៃអញ្ចឹងយើងចរចាឲ្យក្នុងរយៈពេលប្រហែលថ្ងៃទៀតខ្ញុំអាចពុះពងស្ពៃនៅក្នុងចំនួនប៉ុណ្ណេះឲ្យអ្នកឯងប៉ុន្តែខ្ញុំនិយាយថ្លៃឲ្យសួរថាតើកសិករហេតុអីបានជាពេលខ្លះគាត់ត្រូវពឹងទៅលើមាត់របស់ឈ្មួញកដាលបញ្ហាមិនមែនមាត់ឈ្មួញកដាលទេបញ្ហាគឺកសិករយើងទេនៅពេលដែលបងដាំបងត្រូវកត់ទាំងអស់បងចំណាយអីទាំងអស់ចុងក្រោយបានបងគិតថាតើស្ពៃ1គីឡូហ្នឹងគួរតែលក់ក្នុងតម្លៃប្រហែលដើម្បីទូទាត់ការចំណាយរបស់បងតាំងពីដើមរហូតមកដល់ចុងហ្នឹងណាបើបងដាំស្ពៃក្បាល5បដោយ10អញ្ចឹងបងដាំ50ការ៉េ50ការ៉េបងដាំដំណាំប្រហែលមុខបងដាំបន្លែមើមបន្លែផ្លែឬក៏បន្លែស្លឹកឬក៏បងដាំស្លឹក2មើម1នៅក្នុងដីក្បាល5បដោយ10ហ្នឹងអញ្ចឹងក្បាល5បដោយ10បើសិនជាបងដាំប្រភេទបន្លែ3ប្រភេទនៅក្នុង3ប្រភេទមាន2ប្រភេទដែលជាបន្លែផ្លែហើយនឹងបន្លែមើមអញ្ចឹងបងត្រូវដឹងថាក្បាល5បដោយ10ហ្នឹងឲ្យផលអីខ្លះអញ្ចឹងបងប្រាប់អ្នកទិញឲ្យហើយអញ្ចឹងនៅពេលដែលបងគណនាការចំណាយថ្លៃដើមទាំងអស់បងដឹងថាតើនឹងគួរលក់នៅក្នុងតម្លៃប្រហែលបាទអញ្ចឹងអានេះសូមជូនបងប្អូនប៉ុណ្ណឹងហើយអត់និយាយច្រើនទេយើងនឹងមានវគ្គក្រោយតទៀតហើយសូមជំរាបបងប្អូនដែរថាក្រុមការងាររបស់យើងនឹងបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីអាច3ទៅ5ថ្ងៃស្ដីពីការគ្រប់គ្រងអាជីវកម្មគ្រួសារហើយនឹងតើអាជីវកម្មគ្រួសារគួរតែយកទៅប្រើនៅក្នុងសហគមន៍កសិកម្មបែបណាយើងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលនេះជាបណ្ដាតទៅហើយវគ្គនឹងតម្លៃប្រហែលខ្ញុំត្រូវទៅជែកមកក្រុមការងារសិនហើយមុននឹងបើកវគ្គបណ្ដុះបណ្ដាលក៏ត្រូវតែដឹងសមាជិកភាពអ្នកចូលរួមរៀនដែរព្រោះអ្នកខ្លះគាត់អត់មានជំនាញរកស៊ីអ្នកខ្លះគាត់ចេះរកស៊ីហើយប៉ុន្តែវាអត់ទៅមុខអ្នកខ្លះគាត់ចង់ជ្រៀកចូលទីផ្សារគេអ្នកខ្លះអាជីវកម្មគាត់ពុំមានបញ្ហាគាត់ចង់ទប់អាជីវកម្មគាត់ឲ្យនៅថេមួយរយៈសិនដើម្បីកុំឲ្យវាដួលអញ្ចឹងយើងនឹងមានវគ្គបណ្ដុះបណ្ដាលហ្នឹងសម្រាប់ទាំងអស់គ្នាបាទសម្រាប់ខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនជម្រាបលាជួបគ្នាលើក្រោយទៀតបាទ